Ok,សួស្តីអ្នកនរថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបបាទបដូរឈ្មោះ user ណាបាទអញ្ចឹងដើម្បីបដូរឈ្មោះ user យើងចូលមកកាន់នេះមកចុចកន្លែងបាទ tab search មកហើយចុចពាក្យទៅពាក្យ control panel បើទៅអក្សរ C ចេញហើយអ្នកឃើញរូបបែបនេះព្រិលនេះគេរូបបែបហ្នឹងហើយចុចចូលមកតែមកវានឹងចេញផ្ទាំងបែបនេះហើយបងប្អូនត្រប់ពាក្យ user ចុចលើវាមកហើយបន្តមកចុចលើ user នេះ user account នេះអូខេបន្តពីចុចហើយអ្នកនរចុចកន្លែង change your account name ចុចលើនឹងមកនេះបាទបន្តមកដល់នេះអាចដាក់ឈ្មោះថ្មីបាននេះឈ្មោះចាស់របស់យើងណាតែមកខ្ញុំដាក់ថ្មីមកអូខេអូខេនេះខ្ញុំដាក់ថ្មីអញ្ចឹងបន្ទាប់ពីដាក់ហើយយើងចុច change name បាទនេះ change name មកណាបន្ទាប់ពី change name ហើយយើង restart ម៉ាស៊ីនសិនបាទយើងចេញអស់មកបាទចុចពាក្យ restart មកនេះចុច restart មកវានឹងដូរអូខេអ្នកនរគ្នាអាចធ្វើបានស្រួលទេបាទចង់បដូរដាក់ឈ្មោះយើងអញ្ចឹងណាតែបដូរបានចាំតិចអូខេមើលបាទនេះហើយឃើញហើយបដូរហើយបាទដំបូងឈ្មោះចាស់របស់វាត្រូវត្រឹម BFC ទេតែខ្ញុំថែមឈ្មោះថ្មីទៀតគឺ BC68 អូខេអរគុណសម្រាប់ទស្សនាវីដេអូនេះសូមកុំភ្លេចចុច subscribe ផងដល់អ្នកណាលាអរគុណទុកជាមុនអរគុណច្រើនខ្ញុំនឹងមានវីដេអូចែករំលែកពីចំណេះដឹងខាង computer ផ្សេងៗចឹងអ្នកចុច subscribe ទៅដើម្បីទទួលបានវីដេអូដែលថ្មីៗបន្តទៀតអរគុណ